ក្របឆ្នាំក្រហមនេះតើម៉ែខ្ញុំលេបរាល់ថ្ងៃម៉ែរយៈនេះភ្លៀងខ្លាំងហើយពួកខ្ញុំរកអីជិះសឹងតែមិនបានហើយតែយ៉ាងណាក៏ត្រូវតែមកដែរព្រោះអីត្រូវតែតាមដាននិងពិនិត្យម្ដងទៀតមុនថ្ងៃសៅរ៍ភាសម្រាលលើកនេះខ្ញុំហត់ដែរតែហត់តិចជាងម៉ែខ្ញុំទៅនេះខ្ញុំរីករាយណាស់ដែលបានឃើញអូនចូលចិត្តទុកដាក់ពីការថែទាំមុនពេលសម្រាលរួមទាំងការមកពិនិត្យលើកនេះផងដែរហើយនេះជាគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិកចំនួន30គ្រាប់បន្ថែមណាអូក្របឆ្នាំក្រហមនេះតើម៉ែខ្ញុំលេបរាល់ថ្ងៃដំណើររបស់អ្នកទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកអាចនឹងជួបប្រទះនូវផលលំបាកនិងភាពនឿយហត់មិនថាចម្ងាយអាកាសធាតុមធ្យោបាយធ្វើដំណើរការងារប្រចាំថ្ងៃនិងកត្តាជាច្រើនទៀតប៉ុន្តែកុំឲ្យកត្តាទាំងនេះមករំខានសុខភាពម្ដាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះត្រូវមកពិនិត្យផ្ទៃពោះឲ្យបានយ៉ាងហោចណាស់4ដងតាមការណាត់ជួបរបស់ពេទ្យនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកក្បែរអ្នកប៉ុន្តែក្នុងករណីចាំបាច់មានបញ្ហាឈឺចុកចាប់ឬមិនប្រក្រតីណាមួយត្រូវមកស្វែងរកជំនួយជាបន្ទាន់ពេទ្យឆ្មោកនឹងផ្ដល់ជូនគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិកជូនទៅស្ត្រីមានផ្ទៃពោះដែលមកពិនិត្យលើកដំបូងចំនួន60គ្រាប់ហើយគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិកបន្ថែមទៀតចំនួន30គ្រាប់នឹងផ្ដល់ជូននៅពេលមកធ្វើការពិនិត្យមុនពេលសម្រាលបន្តបន្ទាប់ទៀតប្រសិនបើអ្នកមិនទាន់បានចាក់វ៉ាក់សាំងទេណូសទេកុំភ្លេចធ្វើការណាត់ជួបដើម្បីទទួលបានការចាក់វ៉ាក់សាំងមិនថាមានផលវិបាកឬមមាញឹកយ៉ាងណាត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅក្បែរអ្នកដើម្បីស្វែងរកជំនួយពីអ្នកជំនាញផ្ដល់សេវាសុខាភិបាលហើយយកសៀវភៅសុខភាពមាតាបានចាក់វ៉ាក់សាំងទេតាណូសបានមូលនិធិសម្បធរបានអតិភិបបានវិញអត្តសញ្ញាណប័ណ្ណឬបានសម្គាល់ផ្សេងៗតាមខ្លួនរាល់ពេលអ្នកទៅពិនិត្យសុខភាពម្ដាយនិងកូនមានសុវត្ថិភាពក្នុងដំណើរ1000ថ្ងៃអរគុណដល់ការមកពិនិត្យផ្ទៃពោះទៀងទាត់និងតាមការណែនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្បែកកូនប៉ះជាមួយស្បែកម៉ាក់បងយើងត្រូវត្រៀមអីខ្លះពេលកូនយើងកាត់បានអត់អូដំបូងយើងត្រូវណាត់ជាងថតមកថតរបស់កូនយើងសិនអូអត់ទេយើងត្រូវឲ្យឈុតពាក់ជាគូឲ្យហើយព្រោះចាំតែទៅប្រាប់ប៉ាម៉ាក់យើងពេលកូនយើងកាត់បានអត់ឈប់អូនសង្ស័យទៅលើដំបូងណាធ្វើយើងរំភើបរហូតដល់ស្រុកថ្មីទៅដឹងចាយំដឹងទៅយំហីតែមុនដល់វគ្គហ្នឹងក្រោយពេលសម្រាលរួចរឿងទី1នោះគឺត្រូវយកកូនដាក់លើទ្រូងម៉ាក់ដើម្បីស្បែកកូនប៉ះជាមួយនឹងស្បែកម៉ាក់សិនស្បែកកូនប៉ះជាមួយស្បែកម៉ាក់ចាការដែលយកទារកដាក់លើទ្រូងម្ដាយដើម្បីស្បែកទារកប៉ះជាមួយនឹងស្បែកម្ដាយយ៉ាងតិច90នាទីបន្ទាប់ពីសម្រាលរួចពិតជាសំខាន់ណាស់វាជួយឲ្យម្ដាយឆាប់ចាប់ផ្ដើមបំបៅកូនដោយទឹកដោះម្ដាយក្នុងម៉ោងដំបូងកូនក៏ឆាប់បានបើកដោះម្ដាយជាលើកដំបូងបង្កើតភាពស្និទ្ធស្នាលរវាងម្ដាយនិងកូនហើយក៏ជួយជំរុញដល់ការផលិតទឹកដោះរបស់ម្ដាយផងដែរត្រូវបំបៅកូនក្នុងម៉ោងដំបូងបន្ទាប់ពីសម្រាលព្រោះគ្រប់ដំណក់ទឹកដោះម្ដាយដំបូងផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលកូនត្រូវការក្នុងរយៈពេល2-3ថ្ងៃដំបូងរាល់ពេលវេលាសំខាន់ជាមួយកូនផ្ដើមចេញពីពេលដែលស្បែកកូនប៉ះជាមួយនឹងស្បែកម្ដាយចាប់តាំងពីថ្ងៃដំបូងនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាតែណាគ្រូខ្ញុំ research អស់ហើយជមើចុងក្រោយរបស់ខ្ញុំសម្រាប់ចិត្តថាយកអានេះមកថ្ងៃនេះធៀបអីខ្លះកូនចាអ្នកគ្រូតែចិត្តខាងទៅប្រាប់ថាអត់ធៀបទឹកទៅមុខទៅបានហើយទុកសម្រាប់ពេលគ្នាសេបើពូម៉ាក់ខ្ញុំវិញប្រាប់ថាដល់គោខាប់ជួយកូនគេងលក់ស្រួលតែអ្នកគ្រូខ្ញុំ research អស់ហើយជមើចុងក្រោយរបស់ខ្ញុំសម្រាប់ចិត្តថាយកអានេះទៀតមកទៀតឃើញរាល់ថ្ងៃហ្មងកំប៉ុងហ្នឹងណាចាំអ្នកគ្រូប្រាប់ណាការដែលយើងឲ្យទឹកឬសារធាតុរាវទៅឲ្យកូនមុនការចាប់ផ្ដើមបំបៅដោះម្ដាយមិនត្រឹមតែមិនផ្ដល់ផលចំណេញអីទេហើយថែមទាំងឲ្យប៉ះពាល់សុខភាពកូនទៀតផងអ្វីដែលកូនយើងត្រូវការបន្ទាប់ពីកើតមកហ្នឹងគឺទៅដោះម្ដាយតែមួយមុខគត់ទឹកដោះដំបូងហ្នឹងមានគុណប្រយោជន៍ដូចមាសសុទ្ធសម្រាប់កូនយើងអញ្ចឹង
មានទាំងសារធាតុចិញ្ចឹមមានទាំងប្រព័ន្ធការពារនិយាយទៅមកជាកញ្ចប់ដូចវាសាំងដំបងសម្រាប់កូនដឹងអត់កាពះទារកទៅកើតមានទំហំប៉ុនរង្វង់កញ្ចក់មេដៃនេះបើសិនជាយើងឲ្យអាហារផ្សេងៗទៅឲ្យទារកមុនការចាប់ផ្ដើមមកបើកដោះម្ដាយនោះនឹងធ្វើឲ្យទារកឆាប់ឆ្អែតហើយធ្វើឲ្យទារកនឹងលែងចង់បើកទឹកដោះដំបងមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងប៉ះពាល់ដល់សុខភាពម្ដាយនិងទារកទៀតផងណាចង់យើងត្រូវការតែ ទឹកដោះរបស់អូនតែមួយមុខគត់ ត្រូវហើយគ្រប់ដំណក់ទឹកដោះដំបងរបស់ម្ដាយជាអាហារទឹកសម្រាប់កូនហើយការផ្ដល់ជាតិទឹកនិងអាហារផ្សេងៗមុនការបំបើកដោះកូនជាលើកដំបូងធ្វើឲ្យទារករីករស់និងលែងចង់បើកទឹកដោះម្ដាយនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ម្ដាយនិងកូនមានសុខភាពល្អរាល់ពេលដែលអ្នកបំរើកូនដោយទឹកដោះម្ដាយ មើលភ្នែកគេដូចម៉ាក់ហ្មងមើលពេលគេសើចទៅឡើងដូចប៉ាប៉ាគេណានេះ អរគុណអ្នកគ្រូច្រើនហើយដែលបានណែនាំពួកខ្ញុំឲ្យជ្រើសរើសការបំបើកដោះកូនដោយទឹកដោះម្ដាយបើមានអ្នកគ្រូទេប្រហែលជាពិបាកឯក្នុងដំណើរជីវិតមានកូនតូចអញ្ចឹង អូនណាធ្វើត្រូវហើយពេលដែលយើងមកជួបមួយអ្នកគ្រូលើកមុនក៏បានប្រាប់ថាការដែលយើងបើកដោះកូនណាវាអាចជួយការពារអូននិងកូនបង្កើតភាពស្និទ្ធស្នាលហើយក៏ជួយឲ្យរាងកាយមាំមួនលូតលាស់ល្អឆ្លាតពូកែដូចអូនអញ្ចឹងអូសំខាន់នោះការបើកដោះកូនណាក៏ផ្ដល់ប្រយោជន៍ដល់អូនធ្វើឲ្យទំហំស្បូនរួមតូចត្រឡប់ទៅភាពដើមវិញបន្ថយការធាក់ឈាមនិងបន្ថយការប្រឈមមុខនឹងជំងឺមហារីកដៃស្បូននិងមហារីកសូដននិយាយទៅអូនឡើងដូចសុភម៉ាំអញ្ចឹង ត្រូវហើយអូនដូចខ្ញុំធ្លាប់ប្រាប់អញ្ចឹងទឹកដោះម្ដាយផ្ដល់ផលចំណេញដល់កូនអូនច្រើនណាស់ជួយឲ្យកូនអូនរីកចម្រើនលូតលាស់រាងកាយមាំមួនហើយនឹងបញ្ញាស្មារតីទៀតផង ប្រពន្ធខ្ញុំល្អកូនខ្ញុំក៏បបរ ហើយកុំភ្លេចថាទឹកដោះម្ដាយមានសារធាតុចិញ្ចឹមពិតៗពីធម្មជាតិណាមិនចំណាយមួយកាក់ម៉ាស៊ីនហើយថែមទាំងបានសុខភាពល្អទៀតផង ម្ដាយនិងកូនមានសុខភាពល្អរាល់ពេលដែលអ្នកបំរើកូនដោយទឹកដោះម្ដាយ នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នេះគ្រូខ្ញុំនិយាយមែនណាកាលពីអាទិត្យមុនណាគឺខ្ញុំបាក់ខ្លាំងមែនតើហ្មងតែម៉ែខ្ញុំប្រាប់ថាមិនមានតែខ្ញុំទេដែលជួបរឿងមួយហ្នឹងគឺមានអ្នកម្ដាយជាច្រើនដែលគាត់បានឆ្លងកាត់ដំណើរមួយហ្នឹងដូចខ្ញុំដែរ ល្អណាស់បានឃើញអ្នកទាំងពីរយល់ស្របគ្នាលើរឿងបំបើកដោះកូនដោយទឹកដោះម្ដាយអញ្ចឹង អរគុណអ្នកគ្រូខ្ញុំនឹងនៅក្បែរកូននឹងជួយមើលកូននឹងចៅដែលអាចតែខ្ញុំធ្វើបាន ណែម៉ែឃើញអត់អារឿងបើដោះកូនហ្នឹងណាខ្ញុំប្រាប់ម៉ែរាប់រយដងហើយតែម៉ែអត់ជឿខ្ញុំសោះឥឡូវហ្នឹងណាអ្នកគ្រូនិយាយគឺម៉ែជឿទាំងអស់ហ្មង ម៉េចដែរមិនជឿមិនបើគាត់ជាអ្នកគ្រូពេទ្យនោះ ត្រូវ ជំរាបលាអ្នកគ្រូ សម្រាប់អ្នកម្ដាយកំពុងទស្សនាកុំភ្លេចញ៉ាំអាហារចម្រុះមុខជាប្រចាំណាបំបើកដោះម្ដាយឲ្យបានញឹកញាប់ផឹកទឹកឲ្យបានគ្រប់គ្រាន់ព្រោះរាល់ពេលដែលទឹកដោះម្ដាយសបោកូនសប្បាយ
នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា Cũng toàn vậy hưởng năng nhằm thèo xem á. Nhâm theo. Nhằm thèo ni à. À đa. À đa. À đa. À sao? Hay ni à, anh mà mình ai kia đăng luôn sao? Lời ở đây kia nào ghê, hay con kia nó kênh còn 1 giây tiền, kia nó kia mà này ai lòng thôi như này à. Ơi cũng toàn sầm khăn kia về tăng cái lại năng ấy. Cũng toàn vậy hưởng năng nhằm thèo xem á. Nhâm theo. Nhằm thèo ni à. Kia xem là hai nhâm theo ấy xanh. Hay là nó anh thôi tụi ấy khá vậy phép nên á. Vậy tới vi lăng tăng khăn á. Hai kia bạc tăng luôn á. Bạn trong mà xua anh nó nghe của anh thóc trong cát hùa chơi rồi. À lời anh bạch thay á nè, khi vô với hưởng năng chợ ha, chẳng khi nòng anh thì cho mình được bị xem mà nè. Chắc mẹ cụ cho em. Xung công bà rồng, rồiបញ្ហាសុទ្ធតែមានដំណោះស្រាយអនុវត្តជំហានទាំងអស់នេះដើម្បីបន្ធូរភាពឈឺចាប់ពេលបំបែកដោះកូន នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ត្រូវចាំថាអូនត្រូវមើលកូនអូននៅក្តីស្រឡាញ់វាជួយបង្កើតភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរណា គាត់ឃើញទៅដឹង ធ្លានព្រឹកមិញពួកខ្ញុំញ៉ាំឡើងមួយឆ្អែតហើយណាគ្រូ ខ្ញុំនិយាយរឿងកូនចាន់ហ៎មិននិយាយចាន់ឯងទេអូនដឹងអត់ពេលដែលកូនអូនយំវាជាសញ្ញាបង្ហាញថាកូនអូនឃ្លានចង់បើកដោះហើយ អូអញ្ចឹងយើងត្រូវតែលឿននិងត្រៀមខ្លួនឲ្យដូចជា idol លេខ 7 ខ្ញុំអញ្ចឹង ចាត្រូវហើយនេះជាសញ្ញាទាំង 5 ដែលបញ្ជាក់ថាកូនអូនឃ្លានចង់បើកដោះម្ដាយ 1. យើងនឹងឃើញទារកជញ្ជក់ដៃហើយក្តាប់ដៃ 2. ទារកកម្រើកដៃនិងជើង 3. ទារកហាមាត់និងហៀទឹកមាត់ 4. ទារកកម្រើកខ្លួនទៅជិតដោះម្ដាយហើយក្បាលងាករកចុងដោះម្ដាយ 5. ទារកលៀនអណ្ដាតលិតញឹកញាប់ហើយត្រូវចាំថាអូនត្រូវមើលកូនអូននៅក្តីស្រឡាញ់វាជួយបង្កើតភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរណា កុំចាំដល់ពេលកូនយំចូលដាក់កូនបើកភ្លាមៗរាល់ពេលដែលអ្នកឃើញសញ្ញាទាំង 5 នេះ នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ត្រូវបំបើកូនឲ្យអស់ពីដោះម្ខាងបើទីរក់បើកដោះម្ខាងមិនឆ្អែតត្រូវឲ្យបើកម្ខាងទៀតបើកាន់តែច្រើនទឹកដោះក៏ចេញកាន់តែច្រើន ដំណើរនេះបើគិតត្រឡប់ទៅវិញដូចពីមួយឃ្លាគេថាលឺគេនិយាយ100 ដងមិនស្មើនឹងសាក់ខ្លួនឯងម្ដងមែនមិននឹកស្មានថារីកាយខ្លួនឯងអាចប្រតិទឹកដោះឲ្យកូនបានច្រើនចឹងសោះ ចាអូនត្រឹមត្រូវហើយម្ដាយជាច្រើនបានឆ្លងកាត់ដំណើរនេះ
ហើយគាត់នៅតែបន្តជ្រើសរើសយកការបំបើដោះកូនដោយបំបើយ៉ាងតិច8ទៅ10ដងក្នុងមួយថ្ងៃទាំងពេលថ្ងៃនិងពេលយប់សំខាន់បំផុតអូនត្រូវអង្គុយឲ្យស្រួលពេលបំបើកូនការដាក់ទីតាំង3បំបើត្រឹមត្រូវនិងបើផ្អឹបទៅនឹងដោះឲ្យបានល្អជួយឲ្យកូនទទួលទឹកដោះបានច្រើនលូតលាស់ល្អហើយក៏ជួយអូនឲ្យផលិតទឹកដោះគ្រប់គ្រាន់តាមតម្រូវការកូនដែរត្រូវបំបើកូនឲ្យអស់ពីដោះម្ខាងបើទីរួចបើដោះម្ខាងមិនឆ្អែតត្រូវឲ្យបើម្ខាងទៀតបើកាន់តែច្រើនទឹកដោះក៏ចេញកាន់តែច្រើន បងថាហើយអូនណាពិតជាអាចធ្វើបាន ត្រឹមត្រូវហើយត្រូវចាំណារាល់ពេលដែលកូនឃ្លានបង្ហាញសញ្ញាថាចង់បើកុំភ្លេចដាក់ឲ្យកូនបើដោះម្ដាយភ្លាមនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា តោះទៅមើលទាំងអស់គ្នា សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានរឿងមួយចង់បង្ហាញជូនបងជំនាញពេលតែ30នាទីណាហ្នឹងហើយរឿងនេះខ្ញុំចង់បង្ហាញជូននោះគឺរបៀបច្របាច់ទឹកដោះម្ដាយទុកកញ្ចក់កូនក ុំបារម្ភអីបងជឿចិត្តតែអូនធ្វើបានតោះទៅមើលទាំងអស់គ្នា ចឹងសូមឲ្យអ្នកគ្រូជួយបន្ត អរគុណនីកាអញ្ចឹងពេលអូនរកកន្លែងអង្គុយស្រួលហើយអូនត្រូវម៉ាស្សាសូដានថ្នមពីគល់សូដានទៅចុងសូដានហើយត្រៀមកាន់ពែងដែលលាងស្អាតនោះដាក់ពីក្រោមសូដានដាក់មេដៃនៅខាងក្រៅផ្នែកខ្មៅនៃសូដានម្ដាយខាងលើនិងម្រាមដៃផ្សេងទៀតទ្រផ្នែកខាងក្រោមដោះនៅក្រៅរង្វង់ខ្មៅសង្កត់សូដានរុញចូលទៅរកដើមទ្រូងហើយច្របាច់ទឹកដោះរួចណាកែក៏ចេះរបូរដែរតែទោះយ៉ាងណាក៏ត្រូវឆ្លៀតពេលច្របាច់ទឹកដោះម្ដាយទុកកញ្ចក់កូនពេលកូនត្រូវការ នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាធ្វើអីណា ហាអ្នកគ្រូខ្ញុំគិតថាកូនខ្ញុំស្រេកទឹកណែទឹកល្អសម្រាប់គ្រប់គ្នាអ្នកគ្រូ ខ្ជូតខ្ជូតអើ ខ្ជូត បងអូនស្រេចទឹក កូនប៉ាស្រេកទឹកមកចាំប៉ាចាត់ទៅកូនផឹកណា ធ្វើអីណា ហាអ្នកគ្រូខ្ញុំគិតថាកូនខ្ញុំស្រេកទឹកណែទឹកល្អសម្រាប់គ្រប់គ្នាអ្នកគ្រូ ការផឹកទឹកល្អហើយប៉ុន្តែមិនមែនល្អសម្រាប់អូនយូរក្រោម6ខែនោះទេអូនគ្នាត្រូវការតែទឹកដោះម្ដាយតែមួយមុខគត់ក្នុងរយៈពេល6ខែដំបូងហ្នឹងព្រោះទឹកដោះម្ដាយមានសារជាតិចិញ្ចឹមនិងមានជាតិទឹកគ្រប់គ្រាន់តាមដែលកូនត្រូវការធ្វើឲ្យកូនលូតលាស់ល្អនិងការពារកូនពីជំងឺឆ្លងផ្សេងៗទៀតណោះ មែនក៏អីអ្នកគ្រូសូម្បីតែបន្តិចក៏មិនអោយបានដែរគ្រូ ចាការឲ្យទឹកឬអាហារផ្សេងៗទៅឲ្យកូននោះនឹងធ្វើឲ្យកូនអ្នកឆ្អែតលែងចង់បើដោះម្ដាយហើយប្រឈមមុខនឹងជំងឺរាករូសទៀតផងណា គិតសពទៅដល់ខ្លាចជាប៉ាគេទើបដឹងថាមានអីថ្មីត្រូវរៀនរហូត មិនថាអាកាសធាតុក្តៅឬត្រជាក់នៅពេលដែលកូនអ្នកស្រេកទឹកសូមឲ្យទឹកដោះម្ដាយតែមួយមុខគត់ក្នុងរយៈពេល6ខែដំបូង
នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា យោប្រៃពុនគេនៅស្វីតផ្អែមល្ហែមល្អកល្អើនតែខ្ញុំក៏ចាំចិត្តដែរឃើញកូនខ្ញុំចិត្តស្រឡាញ់គ្នាអញ្ចឹងអូយបងប្អូនអើយកាលនេះកូនស្រីខ្ញុំមកទៅត្រឡប់ប្រទេសកាវិញហើយយោប្រៃពុនគេនៅស្វីតផ្អែមល្ហែមល្អកល្អើនតែខ្ញុំក៏ចាំចិត្តដែរឃើញកូនខ្ញុំចិត្តស្រឡាញ់គ្នាអញ្ចឹងមានម៉ែណាប្របាក់ចិត្តទេចឹងនោះឲ្យតែកូនចិត្តស្រឡាញ់គ្នាឲ្យខំរស់ស៊ីទៅណាអូយសុបាយណាស់ប្រាប្រា អូនថាខ្លួនណាបងនឹកអូនណា អូនក៏នឹកដូចគ្នាដែរហើយកុំភ្លេចបញ្ចុកទឹកដោះឲ្យកូនដូចគ្រូប៉ែននិយាយប្រាប់ផងណា បាទប្រពន្ធសម្លាញ់ម៉ែលេងបាយហើយនៅ អូយស្អាតទេតាកូន តោះចឹងដំបូងត្រូវវាស់បរិមាណឲ្យបានត្រឹមត្រូវប្រើពេងពេលវាល់ចំណុះទឹកដោះម្ដាយព្រោះវាងាយក្នុងការបញ្ចុកកូនជាងកែវវែងបន្ទាប់មកប្រកាសថាបរិមាណទឹកដោះសមស្របតាមតម្រូវការរបស់កូនជំហានបន្ទាប់ស្វែងរកទីតាំងអង្គុយឲ្យមានផាសុកភាពដើម្បីបញ្ចុកទឹកដោះម្ដាយដល់ទារកឥឡូវដាក់ពេងឬស្លាបព្រានៅត្រឹមបបោមាត់ក្រោមកូនហើយឲ្យកែមរបស់ពេងឬស្លាបព្រាប៉ះបបោមាត់ខាងក្រោមរបស់កូនអៀងពេងឬស្លាបព្រាបន្តិចដើម្បីឲ្យទឹកដោះម្ដាយទៅប៉ះនឹងបបោមាត់កូន ម៉ែគេធ្វើផឹកអញ្ចឹងមែនម៉ែ មែនទេយើងមិនត្រូវបង្ហូរទឹកដោះម្ដាយចូលមាត់កូនអញ្ចឹងទេយើងត្រូវអត់ធ្មត់ឲ្យកូនហ្នឹងចេះមើលទឹកដោះម្ដាយចូលមាត់ដល់ខ្លួនឯង ជំហានចុងក្រោយត្រូវបញ្ឈប់ការបញ្ចុកនៅពេលដែលកូនឆ្អែតគ្រប់គ្រាន់ហើយដោយឃើញថាកូនបានបិទមាត់ហើយ អនុវត្តតាមជំហានងាយៗទាំង6នេះ រាល់ពេលអ្នកបញ្ចុកទឹកដោះម្ដាយច្បាច់ហើយយកទៅឲ្យកូន នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា មានចេះទីមកពីណាពុកនេះ សារកាកែវអើយស៊ីអីកងកងសារកាកែវអើយស៊ីអីកងកងកូនចាប់កូនតូចយើងប្រហែលជាគ្មានបបោខ្លាំងហើយមើលទៅ មិនកូនឯងដឹងកូនឯងចេះទីមែន មិនចេះទីមកពីណាពុកនេះកាលពីលើកមុនពួកយើងទៅជួបគ្រូពេទ្យរួចអ្នកគ្រូថា នៅពេលដែលកូនអ្នកដល់អាយុ6ខែសូមចាប់ផ្ដើមបញ្ចុកបបរខាប់គ្រប់គ្រឿងក្នុងបរិមាណ3ស្លាបព្រាបាយ2ដងក្នុងមួយថ្ងៃពេលព្រឹកនិងពេលល្ងាចសារជាតិចិញ្ចឹមនៅក្នុងអាហារនេះជួយកូនមានសុខភាពល្អរាងកាយមាំមួននិងលូតលាស់បានល្អហើយកុំភ្លេចបន្តបំបៅដោះកូនឲ្យបានញឹកញាប់ទាំងថ្ងៃទាំងយប់យ៉ាងហោចណាស់8ដងក្នុងមួយថ្ងៃរាល់ពេលកូនអ្នកបានអាយុ6ខែចាប់ផ្ដើមផ្ដល់អាហារផ្សេងៗបន្ថែមពីលើទឹកដោះម្ដាយ នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា គ្រឿងផ្សំមានអីខ្លះម៉ែ អត់មានអីច្រើនទេកូនងាយស្រួលគ្រាន់តែដាក់អង្ករបន្លែត្រីសាច់និងស៊ុតប៉ុណ្ណឹងគ្រប់គ្រាន់ហើយ រាងកាយទារកមានភាពរឹងមាំរហ័សរហួនហើយខួរក្បាលមានភាពជ្រៅវៃទៅតាមអាហារដែលគេបរិភោគដូច្នេះហើយវាជារឿងសំខាន់ដែលអ្នកបញ្ចុកអាហារដល់កូនអ្នកឲ្យបានសមស្របចម្រុះមុខដែលមាននៅក្នុងអាហារ3ក្រុមព្រមទាំងលើកទឹកចិត្តកូនឲ្យសាកញ៉ាំរសជាតិថ្មីក្លិនថ្មីនិងម្ហូបដែលមានលក្ខណៈប្លែកៗគ្នាហើយអាហារដែលសម្បូរសារធាតុចិញ្ចឹមនិងចម្រុះមុខសម្រាប់កូនហើយងាយស្រួលចម្អិននោះគឺបបរខាប់គ្រប់គ្រឿង យើងចូលចិត្តញ៉ាំបបរនេះណា ពុកនឹងកូនហ្នឹងចូលចិត្តណាស់ព្រីឯសេនាវិញលួចញ៉ាំរហូត តែថាបបរហ្នឹងវាឆ្ងាញ់ដែរហ្នឹងណា យីពុក ក្មេងភាគច្រើនឆាប់ធុញអាហារដូច្នេះត្រូវចម្អិនអាហារដែលមានបន្លែត្រីស៊ុតសាច់ទើបគេចូលចិត្តចង់ញ៉ាំហើយទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់សូមចាំនៅជំហានងាយៗនេះរាល់ពេលអ្នកចម្អិនបបរខាប់គ្រប់គ្រឿង អ
ជំហានទី1ដាក់អង្ករក្នុងឆ្នាំងនិងលាងអង្ករជាមួយទឹកឲ្យបានស្អាតជំហានទី2បន្ថែមទឹកល្មមហើយដាក់ដាំជំហានទី3អំឡុងពេលរងចាំបបរពុះអ្នកអាចទៅរៀបចំគ្រឿងផ្សំផ្សេងទៀតជំហានទី4ត្រូវលាងបន្លែជាមួយទឹកស្អាត គ្រឿងផ្សំមានអីខ្លះម៉ែ អត់មានអីច្រើនទេកូនងាយស្រួលស្រួលគ្រាន់តែដាក់អង្ករបន្លែត្រីសាច់និងស៊ុតប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ជំហានទី5ចិញ្ច្រាំសាច់ឲ្យបានម៉ត់ល្អប្រសិនបើរៀបចំចម្អិនជាមួយសាច់ត្រីត្រូវបេះដកឆ្អឹងត្រីចេញហើយត្រូវប្រាកដថាគ្មានឆ្អឹងនៅសល់ជំហានទី6ដាក់រងាស់រហូតបបរឡើងខាប់ជំហានទី7បន្ថែមខ្លាញ់ឬប្រេងឆាជំហានចុងក្រោយគឺដល់វគ្គបញ្ចុកកូនហើយ ពុកកូនចង់ញ៉ាំដែរតែចាំកូនទុកឲ្យពុកខ្លះ អរគុណកូន ឃើញទេងាយជាមួយបបរខាប់គ្រប់គ្រឿងមានទាំងរសជាតិមានទាំងសារជាតិចិញ្ចឹមសម្រាប់កូនអាយុចាប់ពី6ខែឡើងទៅ នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា Bọn con mặc không ạ? Mama ơi. ចិននិងធីតាធ្វើបានល្អមែនហើយយើងក៏អាចរៀនសូត្របានពីពួកគេផងដែរចងចាំវិធី3យ៉ាងនៃការបញ្ចុកអាហារកូនដោយសកម្មរួមមាន1ជជែកនិងលេងជាមួយកូន2រក្សាភាពអត់ធ្មត់និងលើកទឹកចិត្តពួកគេពេលដែលគេធ្វើបានល្អ3ត្រូវបញ្ចុកមួយនិងថ្នមដោយមិនបង្ខំ យេរួមគ្នាធ្វើឲ្យរាល់ពេលវេលាញ៉ាំអាហារជាពេលវេលាដែលសាងអនុស្សាវរីយ៍ល្អៗជាមួយនឹងកូនរបស់អ្នក នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ហើយស្រួលលេប សូមណែនាំមកនៅអាហារប្រចាំគ្រួសារបបរមួយចាននេះងាយស្រួលធ្វើនិងគ្រាន់តែផ្អៀងឆ្នាំងដួសយកបាយទុនបន្តិចរួចលាយជាមួយនឹងសម្លឆ្អិនសម្រាប់គ្រួសាររួចជាការស្រេចងាយមិនបាច់ចំអិនម្ហូបដល់ឡែកម្ហូបគ្រួសារក៏អាចចែករំលែកជាមួយនឹងកូនអាយុ9ខែឡើងទៅផងដែរ នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា អ្នកគ្រូកំពុង
ដើម្បីតាមដានការលូតលាស់របស់អូននឹងណាកូនឆ្លាត ហេតុអីត្រូវតាមដានការលូតលាស់ចឹងអ្នកគ្រូ ចាគឺដើម្បីតាមមើលនិងជួយឲ្យអូនបានទាន់ពេលប្រសិនបើគាត់មានបញ្ហាសុខភាពមិនល្អណាម្ដាយឪពុកគ្រប់រូបអាចផ្ដល់បបរខាប់គ្រប់គ្រឿងជាមួយសាច់ត្រីនិងស៊ុតឬសាច់ចិញ្ច្រាំល្ពៅនិងបន្លែបៃតងឬផ្ដល់អាហារយកចេញពីអាហារប្រចាំថ្ងៃរបស់គ្រួសាររួចអ្នកក៏អាចបន្ថែមដល់កូននៅផ្លែឈើទុំដូចជាចេកល្ហុងស្វាយឬនំល្ពៅនិងអន្សមចេកហើយកិនឲ្យម៉ត់ឬឲ្យទារកកាន់ដោយខ្លួនឯងបានសូមបញ្ចុកកូន3ដងក្នុងមួយថ្ងៃរៀងរាល់ពេលព្រឹកពេលរសៀលនិងពេលល្ងាចដោយបញ្ចុកអាហារមួយពេលពេញមួយចានចង្កឹះរួចផ្ដល់អាហារសម្រន់ទាំងនេះ2ដងលើកទី1ចន្លោះពេលព្រឹកនិងថ្ងៃត្រង់និងម្ដងទៀតនៅពេលរសៀលពេលដែលកូនអូនបដិសេធមិនញ៉ាំចូលកុំបង្ខំគេអីណាអនុញ្ញាតឲ្យពួកគេព្យាយាមម្ដងទៀតនៅពេលក្រោយរាល់អាហារបន្ថែមដែលសមស្របផ្ដល់នូវការលូតលាស់រាងកាយប្រាជ្ញានិងស្មារតីសម្រាប់កូនអ្នកនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា